ជប៉ុនប្រកាសរឹតបន្តឹងលក្ខខណ្ឌចូលសញ្ជាតិតម្រូវឲ្យរស់នៅយ៉ាងតិច10ឆ្នាំចាប់ពីខែមេសានេះតទៅយោងតាមប្រភពព័ត៌មាន TBS News ជប៉ុនបានឲ្យដឹងថាក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី27ខែមីនាកន្លងទៅនេះលោក Hiraguchi រដ្ឋមន្ត្រីក្រសួងយុតិធម៌បានប្រកាសថាចាប់ពីខែមេសាឆ្នាំនេះតទៅជប៉ុននឹងរឹតបន្តឹងរយៈពេលរស់នៅសម្រាប់ជនបរទេសដែលចង់សុំសញ្ជាតិជប៉ុនដោយពង្រីកពី5ឆ្នាំឡើងទៅនាពេលបច្ចុប្បន្នទៅជាគោលការណ៍10ឆ្នាំឡើងទៅវិញកន្លងមករដ្ឋាភិបាលជប៉ុនបានកំណត់លក្ខខណ្ឌរស់នៅដើម្បីសុំសញ្ជាតិត្រឹមតែ5ឆ្នាំឡើងទៅប៉ុណ្ណោះប៉ុន្តែមានការរិះគន់ថាលក្ខខណ្ឌនេះហាក់ធូររលុងពេកបើប្រៀបធៀបនឹងការសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ដែលតម្រូវឲ្យរស់នៅយ៉ាងតិច10ឆ្នាំរដ្ឋមន្ត្រីក្រសួងយុតិធធម៌លោក Hiraguchi បានបញ្ជាក់ថាការរឹតបន្តឹងនិងការពិនិត្យពាក្យសុំសញ្ជាតិនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី1ខែមេសាតទៅដោយពង្រីករយៈពេលរស់នៅចាំបាច់ឲ្យដល់10ឆ្នាំជាគោលការណ៍ចំពោះអ្នកដាក់ពាក្យសុំសញ្ជាតិរដ្ឋាភិបាលក៏បានបង្កើនការត្រួតពិនិត្យលើស្ថានភាពរស់នៅនិងការបង់ពន្ធផងដែរដោយក្នុងនោះរួមមានលិខិតបញ្ជាក់ការបង់ពន្ធដែលតម្រូវឲ្យបង្ហាញភស្តុតាងការបង់ពន្ធរយៈពេល5ឆ្នាំចុងក្រោយដែលកាលពីមុនបង្ហាញត្រឹមតែ1ឆ្នាំចុងក្រោយប៉ុណ្ណោះនិងលិខិតបញ្ជាក់ការបង់ធានារ៉ាប់រងសង្គមដែលតម្រូវឲ្យបង្ហាញភស្តុតាងក្នុងរយៈពេល2ឆ្នាំចុងក្រោយពីមុនត្រឹមតែ1ឆ្នាំចុងក្រោយប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលជប៉ុនក៏មានការលើកលែងផងដែរចំពោះបុគ្គលដែលមានស្នាដៃជួយដល់ប្រទេសជប៉ុនដូចជាកីឡាករឬអ្នកស្រាវជ្រាវជាដើមដែលពួកគេអាចសុំសញ្ជាតិបានប្រសិនបើបានរស់នៅចាប់ពី5ឆ្នាំឡើងទៅ